ពុទ្ធសាសនានេះអាត្មាសម្ដែងថាមានហេតុមានផលកម្មនិងផលរបស់កម្មនឹងជាហេតុអ្វីដែលជាហេតុជាផលអាហ្នឹងពុទ្ធសាសនានោះប្រាប់តែអញ្ចឹងអ្វីដែលអត់មានហេតុផលគឺអត់មែនទេបងឡាអាត្មាលើកឧទាហរណ៍ហេតុផលនេះការឈូកញញៀតយកមកបូជាធ្វើទេសនាអានឹងជាផលទៅហេតុវានៅណាហេតុវានៅក្នុងដើមបើវាគ្មានដើមឈូកក៏វាអត់ប្រកាសឈូកនឹងដែរនឹងពុទ្ធលោកប្រយោជន៍ប្រាប់នឹងសូមឲ្យញញៀតជ្រាបរិញនិយាយពីសង្ខារដែលវាអត់វិញ្ញាណហ្នឹងថាវាមានហេតុមានផលចុះសង្ខារមានវិញ្ញាណដែលញញៀតមានហេតុមានផលដែរថាញញៀតក៏មានហេតុផលដែរតែគ្នាលោកឪពុកនៃម្ដាយរបស់ញោមហ្នឹងជាហេតុវិញញោមហ្នឹងជាផលហេតុផលបើមិនមានម៉ែឪជាហេតុក៏វាគ្មានកូនជាផលដែរអានេះនិយាយបញ្យល់ឲ្យអស់ដល់កូននឹងជាផលវាត្រឡប់ទៅជាហេតុវិញបានចៅនឹងជាផលចៅនឹងជាផលត្រឡប់ទៅហេតុបានចៅទួទៀតញោមមកហេតុផលបើទៀតទៅហើយសម្រាប់យើងនេះមិនដឹងជាហេតុប្រមាណលានហេតុមកហើយតាំងពីពុរេប្រវត្តិមកមនុស្សដែលនៅលើទឹកដីកម្ពុជាយើងនេះថាពូជយើងទាំងអស់ខ្ញុំមិនគិតថាពូជយើងទេបើគ្មានយាយតាអត់នឹងដែលមានញោមខ្ញុំគិតមើលហេតុផលគិតមើលមែនតើណាខ្ញុំបានញោមញាក់ក្លោទិសកុសលទៅតែញាត7សន្តានចារាប់រយរាប់ពាន់សន្តានក៏មិនគិតផងទៅគិតអីទៅ7សន្តានណាបើវាគ្មានអានេះរាប់ម៉ឺនសន្តានខាងដើមគេនៅទៅមិនមានយើងតនេះជឿត្រឹមត្រូវថាហេតុផលញោមជាផលរបស់យាយរបស់ម៉ែឪតែម៉ែឪនឹងជាផលរបស់យាយតាដល់គិតទៅយើងនេះវាពូជពងបងត្រកូលជាមួយតែគ្នាសម្ដែងតណៃនេះក៏សម្រាប់ញោមញាតធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនដល់ញាតសូមឲ្យឧទ្ទិសទៅគ្រប់សន្តានទៅកុំឲ្យតែ7សន្តានបានតែបើវិញណាចាទីខាងដើមញោមមកនោះពួកអ្នកធ្វើអង្គវត្តធ្វើប្រាសាទពួកអ្នកមុនធ្វើប្រាសាទអីទៅទៀតនោះញាតយ៉ាងអាហ្នឹងប្រាប់ឲ្យដឹងយ៉ាងសូមឲ្យកែប្រែការឧទ្ទិសជ័យឲ្យទលំទលាយទៅឧទ្ទិសកុសលជូនដល់ញាតសពគ្រប់សន្តាននៅក្នុងសង្សារវដ្តអានឹងបានត្រឹមត្រូវទៅតាមពុទ្ធសាសនាព្រោះវាមានហេតុរបស់យើងនេះច្រើនតំណណាស់វាហេតុអ្នកខាងដើមរបស់យើងអត់បានជឿនលឿនដល់យើងទេពីព្រោះនៅក្នុងយុគសម័យដែលក្រដែលខ្សត់ដែលលំបាកដែលបដិរូបកែច្នៃនៅវត្ថុសម្ភារៈប្រើប្រាស់នោះវាមិនទាន់ជឿនលឿនបើអត់ទំនើបដូនតារបស់យើងមិនដូចញោមទេមានសម្ពត់ខោអាវអីស្រីទេពលរស់នៅដោយទុក្ខលំបាកតែក៏ខំតស៊ូផលិតធ្វើជានេះជានោះទៅតាមវិជ្ជាតាមសមត្ថភាពរបស់គាត់ទៅតាមកាលវេលាសម័យគឺតែគេជាខំចឹងពេលដូចញោមញាតយាយតារបស់ញោមញាតហ្នឹងពី50-60ឆ្នាំមុនមានម៉ូតូមានកង់មានឡានឯណាជិះហ្នឹងត្រូវការមកវត្តពីភូមិជ្រៃមកណាំនេះរែកមកដែរងាយថ្ងៃ7ថ្ងៃ7រែកមកវត្តមកដេកនៅវត្តហ្នឹងឃើញទេដំណើរវិញចឹងហើយបើឆ្ងាយចឹងហ្នឹងបរទេសគោប្រទេសកបីទៅជិះសេះទៅពីសៀមរាបទៅភ្នំពេញថាឬតាក៏និយាយថាបរទេសជាងមកទៅបរទេសទៅដេកតាមផ្លូវទៅស៊ីអង្គមកតោក៏មិនទាន់ដល់ភ្នំពេញផងវាលំបាកចឹងអានេះគេថាវាមិនទាន់បដិរូបមិនទាន់កែច្នៃសម្ភារៈនោះបាទតែគាត់ព្យាយាមធ្វើត
với đào một sầm mây nhôm nhiệt ở những cái đấy dạng onผมพัดก็กล้องนะกล้องโมโตล่างเยียนจุดนี้สบายอย่างนี้บัดกาดได้กาดเออตำหน้าเราเตะโก้ได้ไปบัดเราพีน้องเราเตะโก้เราเตะกับใบใหญ่อยู่แต่ว่าโซนบัดแต่ขมิ้นไก่สกัดนั่นเนี่ยปราศจากเครื่องเยียนเครื่องย้อนเครื่องมาเส้นแต่นึ่งแกหาปะเดรูปฏิสวาสจะพระสัมมาสัมพุทธสมแดงท้าเกิริยาในบ้านรถเราขนมปฏิดาสัมกูนะบ้านสังได้สับสู้สดายเฮ้ยชีวิตเราบ้าเยอะวิเชตการต่อเนี่ย